ចំណោទបញ្ហាទី2តកតងអារឿងចៅអង្គឬក៏ធ្វើ DNA គេថាបើសិនជាយើងយកសក់កញ្ចក់ឈាមធ្មេញឬខោអាវឬក៏សរីរាង្គកាយណាមួយទៅធ្វើ DNA ទៅធ្វើឲ្យយើងក្លាយទៅជាសេដ្ឋីធ្វើឲ្យយើងមានអាយុវែងធ្វើឲ្យយើងមានសុខភាពល្អធ្វើឲ្យយើងប្តីប្រពន្ធចេះស្រឡាញ់គ្នាគ្រួសារមានសុភមង្គលធ្វើឲ្យយើងមានបញ្ញាញាណអានេះគេលើកឡើងអញ្ចឹងឥឡូវបងប្អូនការរស់នៅជាក់ស្ដែងយ៉ាងម៉េចបងប្អូនកាត់សក់កញ្ចក់ហើយឈាមរបស់បងប្អូនហ្នឹងគឺយកទៅណាគេយកទៅដាក់នៅក្នុងលូទឹកស្អុយកន្លែងចាក់សម្រាមធុងសម្រាមឬក៏ពេលខ្លះធ្លាក់ចូលក្នុងបង្គន់អនាម័យផងឧទាហរណ៍យើងងូតទឹកយើងសក់យើងមិនដាច់ចូលក្នុងលូទឹកស្អុយទេបងប្អូនអញ្ចឹងសួរថាតើអនាគតរបស់បងប្អូនហើយនឹងខ្ញុំនេះវាយ៉ាងម៉េចវាមានផលប៉ះពាល់ទេបច្ចុប្បន្នហ្នឹងវាអត់មានផលប៉ះពាល់អីផងហ្នឹងខ្ញុំនៅតែខ្ញុំបងប្អូននៅតែបងប្អូនដែរមិនអញ្ចឹងឯកឧត្តមគឺនៅតែឯកឧត្តមវាមិនមែនឯកឧត្តមមកធ្លាក់មកនៅទៅជាមនុស្សសាមញ្ញណាវាមិនអញ្ចឹងទេវាអត់មានផលប៉ះពាល់អីផងហ្នឹងមានយើងឈឺទេថាអត់មានទេអាហ្នឹងណាអាហ្នឹងគឺបានន័យថាវាអត់មានប្រសិទ្ធភាពរួចទៅហើយឥឡូវបើសិនវាមានផលប៉ះពាល់បានយើងលើកឡើងថាយើងយកអាទាំងអស់ហ្នឹងយើងយកទៅដាក់កន្លែងដែលគេអះអាងថាដីមានហុងស៊ុយអាហ្នឹងបានមានប្រសិទ្ធភាពប៉ុន្តែសំណួរសួរថាម៉េចវិញវាអត់មានរឿងអីកើតឡើងទេចម្លើយវាជារឿងមួយដែលគេកុហកយើងឯងបងប្អូនពិចារណាមើលបើយើងធ្វើចៅអង្គទទួលជោគជ័យមែនធ្វើឲ្យយើងខ្លាចទៅជាស្ថិយមែនណានៅចិនគេផ្អើលទៅធ្វើគ្រប់គ្នាហើយនៅសិង្ហបុរីគេផ្អើលទៅធ្វើគ្រប់គ្នាហើយនៅម៉ាឡេក៏អញ្ចឹងនៅតៃវ៉ាន់ក៏អញ្ចឹងនៅហុងកុងក៏អញ្ចឹងដែរពួកគេជ្រួតជ្រាបជាងយើងទៀតគេរត់ទៅធ្វើទាំងអស់គ្នាបងប្អូនទៅសិង្ហបុរីមកមានប្រមាណគេទៅធ្វើអាហ្នឹងវាអត់មានចុះមានតែស្រុកយើងអាហ្នឹងគេថាអាហ្នឹងបងប្អូនត្រូវគិតឡើងវិញកន្លែងនេះកុំឲ្យជឿការឃោសនាឬក៏ការបំផុសបំផុលរបស់បងប្អូនមួយចំនួនដែលគាត់មានចេតនាអាជីវកម្មអញ្ចឹងអាជីវកម្មចាគេផោយើងបងប្អូនគេផោយើងហើយបងប្អូនខ្លះមករយៈកាលកន្លងទៅធ្វើទៅអត់មានឃើញអីប្រែប្រួលទេវាធ្លាក់ជាងដើមទៀតឆ្ងល់ទៅជួគេដល់ទៅជួគេគេបញ្យល់ថាម៉េចណែជួយប៉ុណ្ណឹងបានណាជួយប៉ុណ្ណឹងគ្រាន់បើហើយបើអត់ធ្វើអាហ្នឹងត្រូវគ្រោះថ្នាក់ចរាចរណ៍ងាប់បាត់ហើយឬក៏ចូលគុកបាត់ហើយឬក៏ធ្លាក់ខ្លួនឈឺងាប់បាត់ឥឡូវបានប៉ុណ្ណឹងគ្រាន់បើហើយគេមានតែនិយាយតែភាសាហ្នឹងទេគេមានតែនិយាយភាសាហ្នឹងទេអាហ្នឹងគឺជារូបមន្តបោកប្រាស់លោកគ្រូហ៊ានលើកឡើងអញ្ចឹងឈីហុងស៊ុយនិងតារាសាលើទៅកាន់អនាគតដ៏ភ្លឺស្វាង